បាទជំរាបសួរពុកម៉ែបងប្អូននៅថ្ងៃនេះខ្ញុំសូមណែនាំមិនណែនាំនេះមានបទពិសោធន៍មួយព្រោះបើបងប្អូនដឹងក៏មិនអីដែរបើបងប្អូនអត់ដឹងក៏ខ្ញុំជួយចែករំលែកគ្នាការចែករំលែកជាពិសេសបងប្អូនដែលមានទូរស័ព្ទមួយជាធម្មតាបើសិនជាមានការផ្ញើបាទផ្ញើ QR code មកអញ្ចឹងបងប្អូនខ្លះគាត់ត្រូវការ save ហើយអ្នកខ្លះគាត់អត់ចេះ save ទេគាត់ចេះ save ទេគាត់ក៏ខ្ចីទូរស័ព្ទគេថតដើម្បី scan បាញ់លុយឲ្យគេអញ្ចឹងនេះឧទាហរណ៍អញ្ចឹងការចែករំលែករបស់ខ្ញុំងាយស្រួលយើងមិនបាច់ save ឲ្យក្នុងទូរស័ព្ទឲ្យចូលក្នុងរូបភាពរបស់យើងទេទី1យើងអាចនឹងបាញ់លុយឲ្យគេដោយមិនបាច់ save QR code ហ្នឹងណាដោយមិនបាច់ save QR code ហ្នឹងហើយនេះខ្ញុំប្រើតាម iPhone ទេពាក់ព័ន្ធមួយប្រើមួយតាម iPhone ទេខ្ញុំបើ Android ខ្ញុំចាំខ្ញុំមានឱកាសខ្ញុំនឹងរពេលនឹងធ្វើបាទធ្វើឥឡូវឧទាហរណ៍ថា Facebook នេះ Facebook ពន្ធខ្ញុំនេះគាត់បានផ្ញើ QR code មកអញ្ចឹងខ្ញុំអត់ចង់ save ទេអញ្ចឹងខ្ញុំអត់ចង់ save ហើយនេះខ្ញុំបញ្ជាក់សិនខ្ញុំទៅមើល photo របស់ខ្ញុំនៅរូបភាពរបស់ខ្ញុំគឺអត់មាន scan ទេនេះអត់មាន QR code គាត់ទេអញ្ចឹងដើម្បីធ្វើបានយើងបាញ់តាម AC Radar ធនាគារ AC អញ្ចឹងខ្ញុំចុចនៅក្នុងចូលមកឆាតហ្នឹងមកហើយបន្ទាប់មកយើងចុចប៉ះពីលើ QR code ហ្នឹងឲ្យវាឡើងធំចេះមកតមកបងប្អូនមើលកន្លែងត្រេ3បងប្អូនណាឥឡូវខ្ញុំបើក AC Touch សិនស្រួលដំបូងគឺយើងចូលក្នុងឆាតយើងចង់បាញ់លុយតែមិនបាច់ save QR code ឬក៏ខ្ចីទូរស័ព្ទគេចម្លងទេអញ្ចឹងបងប្អូនចូលនៅក្នុងចុចពីលើ QR code ហ្នឹងមកហើយបន្តមកបងប្អូនចូលមកកន្លែងត្រេ3នេះចូលកន្លែងត្រេ3នេះណាចូលកន្លែងត្រេ3ហើយជាមួយខ្ញុំតេស្តសាកបងខ្ញុំចុចមកចុចកន្លែងត្រេ3ហ្នឹងបាច់បន្តមកបងប្អូនយកពាក្យថា share បាទបងប្អូនយកពាក្យថា share នេះនេះ share នេះហើយអញ្ចឹងយើងចុចលើ share នេះមកបន្ទាប់មកបងប្អូនឃើញ app នៃ AC បាទអញ្ចឹងបងប្អូនអាចអូសបាទនេះ share ខាងលើនេះសម្រាប់ផ្ញើទៅតាមឆាតតាមអីចឹងណាតែយើងអត់ទេយើងអត់ផ្ញើតាមឆាតទេយើងចូលធនាគារបាទយើងចូលចុចលើធនាគារខ្ញុំបាញ់តាម AC ខ្ញុំចុចលើ AC មកបើសិនជាបងប្អូនរក AC អត់ឃើញបងប្អូនកិលមកអញ្ចឹងឲ្យឃើញឡើងត្រេ3នេះចុចឡើងត្រេ3វានឹងលោតកម្មវិធីហើយកម្មវិធី AC អញ្ចឹងណាអញ្ចឹងយើងចុចពីលើមកហ្នឹងករណីវាអត់លោតមកឃើញដូចខ្ញុំណាតែខ្ញុំដាក់មកវាឃើញតែម្ដងឃើញ AC ម្ដងពួកខ្ញុំធ្លាប់ធ្វើអញ្ចឹងណាអញ្ចឹងបងប្អូនចុចពីលើហ្នឹងមកបាទចុចពីលើ AC ហ្នឹងមកវានឹងលោតទៅកាន់បាទទៅកាន់ app ហ្នឹងម្ដងហើយយើងអាចរើសមកនេះរើសមិញណារើសកុងធនាគារណាដែលយើងចង់បាញ់បាទទៅណាចង់បាញ់មកយើងរើសអាហ្នឹងមកអាចរើសបានណាបាទអានេះឧទាហរណ៍ឥឡូវខ្ញុំឧទាហរណ៍កុំឲ្យបងប្អូនសង្ស័យលេខ្ញុំឧទាហរណ៍ខ្ញុំបាញ់5000រៀលរាយ10 100,000ហើយយើងយកពាក្យទូទាត់មកបាទទឹកប្រាក់ចំនួន5000រៀលសូមទិញផ្ទាត់បាទរួចជាស្រេចហើយកន្លែងនេះយើងអាច share ទៅអ្នកណាដោយ Facebook ណាដែលយើងបាញ់ឲ្យហើយយើងចង់បញ្ជាក់ថាយើងបានបាញ់ហើយយើងចុចកន្លែង share នេះមកបងប្អូនបាទចុចពាក្យ share នេះហើយយើងចូលទៅក្នុងដោយសារ Facebook ទូរស័ព្ទខ្ញុំបើក screen អញ្ចឹងថត screen អញ្ចឹងក៏វាអត់ឲ្យនេះទេវាអត់ឲ្យ share ញ៉ៃទេអញ្ចឹងខ្ញុំសូមថយក្រោយវិញបាទអញ្ចឹងកន្លឹះសំខាន់មានប៉ុណ្ណឹងបងប្អូនបើសិនជាមើលអត់យល់បងប្អូនអាចមើលបន្ថែមមើលឡើងវិញមួយហើយវីដេអូក្រោយខ្ញុំនឹងដាក់របៀបពី Telegram ក៏អត់ខុសគ្នាដែរដែលគេផ្ញើចូលតាម Telegram បាទសូមអរគុណ